Feels like Chuyện bánh là khô ចាជំរាបសួរពុកម៉ែបងប្អូនអរគ្នាហើយបើកវីដេអូមកឃើញហើយនេះខ្ញុំកំពុងតែញ៉ាំជាមួយនឹងភីហ្សាប៉ុន្តែចម្លែករៀងប្លែកបន្តិចបងប្អូនអរគ្នាដោយសារតែភីហ្សានេះគេដាក់មានជាមួយនឹងទឹកឃ្មុំហើយអញ្ចឹងនេះខ្ញុំក៏សាកញ៉ាំដាក់ជាមួយនឹងទឹកឃ្មុំហើយនិយាយនៅក្បាលវីដេអូមិញថារសជាតិដូចនំប៉័ងដាក់ដោះគោហ្នឹងហើយបងប្អូនអត់អីទេចង់ប្រាប់បងប្អូនថាភីហ្សានៅកន្លែងនេះគឺឆ្ងាញ់មែនទែនបងប្អូនអរគ្នាហើយពេលដែលខ្ញុំទៅហ្នឹងជ្រើសរើសយកសបកស្ដើងហើយមានពីររសជាតិសម្រាប់តម្លៃបងប្អូននឹងបានឃើញនៅក្នុងវីដេអូរបស់នាងខ្ញុំហ្នឹងតែនៅខាងចុងនៅពេលដែលបញ្ចប់វីដេអូចាបងប្អូនអរគ្នាហ្នឹងហើយគ្រាន់តែចង់បង្ហាញប្រាប់បងប្អូនថាកន្លែងភីហ្សានេះគឺឆ្ងាញ់ហើយមួយទៀតនៅពេលដែលយើងចង់ទៅញ៉ាំតតែធ្វើការកក់មុនព្រោះថានៅកន្លែងហ្នឹងដាច់មែនទែនបងប្អូនអរគ្នាគេធ្វើភ្លាមយកមកញ៉ាំភ្លាមហើយក្តៅឆ្ងាញ់ខ្លាំងហ្នឹងបងប្អូនអរគ្នាហើយនោះគឺជាសកម្មភាពដែលពួកគាត់ធ្វើជាមួយនឹងភីហ្សាហើយអធិស្ឋានផងដែរដោយសារតែនាងខ្ញុំទៅដល់នាងខ្ញុំអង្គុយនៅតុមកអត់បានឡើងទៅថតផ្ទាល់ជូនទៅដល់ពុកម៉ែបងប្អូនទស្សនាទេគ្រាន់តែថាថតបានពីចងាយអញ្ចឹងណាបងប្អូនអរគ្នាចាហើយនេះគឺជាទីតាំងរបស់ហាងភីហ្សាគឺគាត់នៅហាងរបស់គាត់គឺនៅបឹងកេងកងបងប្អូនអរគ្នាហើយនាងខ្ញុំនឹងដាក់បង្ហាញឈ្មោះហាងនៅក្នុងវីដេអូមួយនេះដែរចាបងប្អូនទាំងអស់គ្នាអធិស្ឋានផងដែរដោយសារតែនិយាយទៅតាក់ហ្នឹងព្រោះថាកំពុងតែបញ្ចូលសលេងនេះគឺយកไปបងប្អូនអរគ្នាដោយសារតែនេះខ្ញុំគេអត់លក់អញ្ចឹងហើយក៏មកកាត់វីដេអូដែលបានថតវាមានច្រើនមែនទែនវីដេអូដែលបានថតតែនេះខ្ញុំអត់មានពេលក្នុងការកាត់ព្រោះតារវល់រឿងផ្ទាល់ខ្លួនផងរវល់ទៅនេះទៅនោះទៅធ្វើការទៅពិនិត្យសុខភាពផងអញ្ចឹងណាបងប្អូនហើយបាត់មុខមួយរយៈនៅក្នុង channel មួយនេះគឺខ្ញុំអត់បានសូវនឹងធ្វើការផុសទេបងប្អូនឥឡូវបងប្អូនក៏លេចមកមើលភីហ្សារបស់យើងវិញគឺមកដល់ហើយពីរសជាតិណាបងប្អូនទាំងអស់គ្នាមាន8ស្លាយនាងខ្ញុំហើយនឹងមិត្តភ័ក្ដិញ៉ាំម្នាក់4ស្លាយចាសំទោសចង់ប្រាប់ថាញ៉ាំគឺមានគិត2គីឡូទេបងប្អូនអរគ្នាឃ្លានអីញ៉ាំនឹងឃ្លានអីញ៉ាំនឹងឥឡូវហ្នឹងគីឡូរៀងឡើងស៊ឺហើយតែក៏បន្ថយមកវិញយើងកុំឲ្យឡើងលើសនឹងទៀតខៃឡូសៀកពាក់អីទៅវាអត់សូវសមឥឡូវនេះធ្វើការញ៉ាំបងប្អូនម្នាក់មួយស្លាយដាក់ក្នុងចានរៀងខ្លួនហើយចាអរគុណច្រើនបងប្អូនអរគ្នាទៅស្ដាប់នៅសម្លេងផ្ទាល់ជាមួយនឹងខ្ញុំនៅក្នុងវីដេអូនេះបន្តទៀតចាអរគុណជំរាបលាចាំស្ដាប់កុំតអត្តនាណាបងប្អូនអរគ្នាហើយនឹងឃើញពីតម្លៃនៅក្នុងវីដេអូមួយនេះហើយកុំភ្លេចទស្សនាជាមួយនឹងvlog វីដេអូរបស់នេះខ្ញុំនៅក្រោយទៀតកំពុងតែលើកបង្ហាញនេះគឺជាទឹកឃ្មុំបងប្អូនចាអរគុណចាំទៅទស្សនាទាំងអស់គ្នាណាអានោះអីគេមិនមែនដៃនេះកាន់នេះ Feels like chuyện bánh là khô này của mình tiện tay á bố nó chụp tay này lên bây giờ bài của nó mình chị có thể xua đây đẹp đây sẽ đẹp tăng ở đấy còn nhân đây anh đợi cho anh có phải
tờ vin ចាអូគាត់មកជួយបងអីមួយបងអរគ្នាយ៉ាងនេះណា បើសិនជាបងឲ្យបង5បងទទួលបានមកបន្ទុកបង ឲ្យ5មកមួយតួអូឲ្យវ៉ាវទៀត